ក្នុងវីដេអូនេះយើងមកមើលពីផ្លាកសារធាតុអាហាររបស់នំ Chip Ahoy ដែលជាប្រភេទ cookie រសជាតិសូកូឡាមួយកញ្ចប់នេះមានទម្ងន់19ក្រាមដែលស្មើនឹង7នំទាំងនេះគឺជាកម្រិតសារធាតុនៅក្នុងនំមួយដុំក្នុងនំមួយដុំមានចំនួន94កាឡូរីដែលស្មើទៅនឹង 4% នៃតម្រូវការថាមពលប្រចាំថ្ងៃសម្រាប់មនុស្សពេញវ័យចំណែកឯប្រូតេអ៊ីនវិញមានតែ 0.9 ក្រាមតែប៉ុណ្ណោះចំពោះខ្លាញ់មាន 4.6 ក្រាមដែលក្នុងនោះ saturated fat មាន 3.2 ក្រាមនេះគឺជាចំនួនមួយខ្ពស់ដែរប៉ុន្តែចំណុចដែលល្អគឺ trans fat មាន 0 ក្រាមមានន័យថាវាគ្មានសារធាតុ trans fat នៅក្នុងនំមួយកញ្ចប់នេះទេ cholesterol មាន 0 ក្រាម carbohydrate មាន 12.8 ក្រាមនៅក្នុងនេះដែរស្ករមានចំនួន 5.9 ក្រាមខណៈពេលដែលជាតិសរសៃឬ fiber មានត្រឹមតែ 0.6 ក្រាមតែប៉ុណ្ណោះចំណែកឯ sodium ឬអំបិលមានចំនួន 59 មីលីក្រាមវាមិនខ្ពស់នោះទេប៉ុន្តែបើសិនជាយើងញ៉ាំច្រើនក៏វាអាចកើនឡើងទៅតាមនោះដែរដូចនេះនំ Chip Ahoy នេះវាសមស្របសម្រាប់អ្នកញ៉ាំពេលសម្រាកថ្ងៃត្រង់ឬពេលល្ងាចប៉ុន្តែមិនគួរញ៉ាំវារាល់ថ្ងៃឬក្នុងបរិមាណដែលច្រើននោះទេព្រោះថានំនេះមានជាតិស្ករនិងខ្លាញ់ច្រើនខណៈពេលដែលប្រូតេអ៊ីននិងជាតិសរសៃមានចំនួនតិចតួចតែប៉ុណ្ណោះប្រសិនបើលោកអ្នកមានមតិយោបល់សំណួរឬចម្ងល់ផ្សេងៗសូមសរសេរនៅក្នុងខ្ទង់ comment ខាងក្រោមសូមអរគុណ